ចានៅក្នុងវីដេអូនេះអ្នកគ្រូនឹងកែលំហាត់នៅក្នុងមេរៀនការបង្កត់ចំនួនដែលមានលេខ4ខ្ទង់ត្រឹមខ្ទង់10ខ្ទង់100និងខ្ទង់1000អញ្ចឹងយើងមើលលំហាត់ទាំងអស់គ្នាលំហាត់ចូលបង្កត់ចំនួនក2438បង្កត់ត្រឹមខ្ទង់10គឺអញ្ចឹងដើម្បីបង្កត់លេខត្រឹមខ្ទង់10គឺយើងត្រូវរាប់ទៅរកខ្ទង់10អញ្ចឹងយើងរាប់មករាយ10អញ្ចឹងខ្ទង់10គឺលេខ3ប៉ុន្តែយើងអត់មើលលេខ3នឹងទេគឺយើងត្រូវមើលក្រោយលេខ3មួយខ្ទង់បើលេខនឹងពី5ដល់9យើងមកគត់ឡើងហើយបើលេខនឹងពី0ដល់4គឺយើងមកគត់ចុះអញ្ចឹងយើងឃើញថាលេខនឹងលេខ8បើលេខ8យើងត្រូវមកគត់ឡើងបើបង្កត់ឡើងកន្លែងលេខដែលយើងមកគត់នឹងខ្ទង់ដែលយើងមកគត់នឹងគឺឡើងមួយលេខចឹង3នេះឡើងទៅជា4ហើយខាងក្រោយយើងបដូរទៅជា0ហើយផ្នែកមុខនៃលេខដែលយើងបង្កត់នឹងគឺរក្សាទុកនៅដដែលអញ្ចឹងលេខនឹងបើបង្កត់ត្រឹមខ្ទង់10គឺ2440ចា3នេះឡើងទៅជា4ហើយ8បដូរទៅជា0ហើយដោយសារតែប្រអប់វាតូចពេកអញ្ចឹងអ្នកគ្រូសុំសរសេរលេខនៅខាងលើចាខាងលើអញ្ចឹងយើងមើលបន្តទៀតលំហាត់អក្សរខចាលំហាត់អក្សរខ7265បង្កត់ត្រឹមខ្ទង់ពាន់គឺអញ្ចឹងដើម្បីបង្កត់ត្រឹមខ្ទង់ពាន់គឺយើងត្រូវរាប់ទៅរកខ្ទង់ពាន់អញ្ចឹងយើងរាប់រាយ10 100ពាន់ចាខ្ទង់ពាន់គឺលេខ7ប៉ុន្តែយើងមិនមើលខ្ទង់ពាន់នឹងទេគឺយើងមើលក្រោយខ្ទង់ពាន់មួយខ្ទង់អញ្ចឹងយើងមើលទៅឃើញថាលេខនេះគឺលេខ2បើលេខ2បង្កត់ចុះបើបង្កត់ចុះលេខខ្ទង់ពាន់ដែលយើងបង្កត់នឹងគឺនៅដដែលហើយខាងក្រោយនេះគឺយើងបដូរទៅជា0ទាំងអស់អញ្ចឹងគឺបានទៅជា7000ចា7នៅដដែលហើយខាងក្រោយគឺបដូរទៅជា0យើងឃើញថាលេខនេះគឺបង្កត់ចុះនេះចុះអាកតុយនេះហើយខ្ទង់ពាន់គឺនៅដដែលហើយបង្កត់ឡើងខ្ទង់10យើងមើលឃើញអាខ្ទង់10នឹងឡើង3ទៅជា4ចាឥឡូវយើងមើលលំហាត់តទៀតលំហាត់អក្សរគួរចាលំហាត់អក្សរគួរលំហាត់អក្សរគួរ3543បង្កត់ត្រឹមខ្ទង់10គឺចឹងដើម្បីបង្កត់ខ្ទង់10យើងរាប់ទៅខ្ទង់10ចារាយ10ខ្ទង់10លេខ4ប៉ុន្តែយើងអត់មើលខ្ទង់នឹងទេមើលក្រោយវាមួយខ្ទង់មើលក្រោយវាមួយខ្ទង់គឺលេខ3កាលណាលេខ3គឺយើងបង្កត់ចុះបើបង្កត់ចុះកន្លែងខ្ទង់10ហ្នឹងគឺយើងទុកនៅដដែលហើយខាងក្រោយបដូរទៅជា0ហើយពីមុខនេះគឺយើងអត់ប៉ះពាល់ទេអញ្ចឹងបានទៅជា3000ចា500លេខ4នៅលេខ4ដដែលលេខ3ដូរទៅជា0គឺ3540អាលេខនេះគឺយើងបង្កត់ចុះអាកតុយនេះនៅសល់0តទៀតយើងមើលលំហាត់អក្សរខួរចាលំហាត់អក្សរខួរ5621បង្កត់ត្រឹមខ្ទង់100គឺអញ្ចឹងដើម្បីបង្កត់ត្រឹមខ្ទង់100គឺយើងត្រូវរាប់ទៅខ្ទង់100អញ្ចឹងយើងរាប់មករាយ10 100ខ្ទង់100លេខ6ចាបន្ទាប់មកគឺយើងត្រូវសង្កេតក្រោយខ្ទង់100នឹងមួយខ្ទង់ចាយើងមើលក្រោយខ្ទង់100នឹងមួយខ្ទង់បើលេខនឹងពី0ដល់4យើងមកគត់ចុះបើលេខនឹងពី5ដល់9យើងមកគត់ឡើងអញ្ចឹងយើងឃើញថាលេខនឹងលេខ2បើលេខ2យើងមកគត់ចុះបើកាលណាមកគត់ចុះខ្ទង់ដែលយើងមកគត់នឹងគឺនៅលេខដដែលហើយខាងក្រោយបដូរទៅជា0ទាំងអស់ហើយមុខនេះនៅដដែលអញ្ចឹងគឺបានទៅជា5600ចា5600តទៀតលំហាត់អក្សรงចាលំហាត់អក្សរ4267បង្កត់ត្រឹមខ្ទង់100គឺចាអញ្ចឹងដើម្បីបង្កត់ខ្ទង់100គឺយើងត្រូវរាប់ទៅខ្ទង់100រាយ10 100អញ្ចឹងខ្ទង់100លេខ2បន្ទាប់មកយើងមើលក្រោយខ្ទង់100មួយខ្ទង់ចាយើងឃើញថាក្រោយខ្ទង់100គឺលេខ6បើលេខ6យើងមកគត់ឡើងបើមកគត់ឡើងកន្លែងខ្ទង់100នឹងឡើងមួយលេខអញ្ចឹង2ឡើងទៅជា3ហើយខាងក្រោយយើងបដូរទៅជា0ទាំងអស់ហើយខាងមុខនេះយើងទុកដដែលអញ្ចឹងយើងបាន4000ចា4300ចានឹងលំហាត់ចុងក្រោយលំហាត់អក្សរចលំហាត់អក្សរច5610បង្កត់ត្រឹមខ្ទង់ពាន់គឺអញ្ចឹងលំហាត់ចនេះគឺគេឲ្យយើងបង្កត់ត្រឹមខ្ទង់ពាន់អញ្ចឹងដើម្បីបង្កត់ខ្ទង់ពាន់គឺយើងត្រូវរាប់ទៅរកខ្ទង់ពាន់អញ្ចឹងយើងរាប់មករាយ10 100ពាន់អញ្ចឹងខ្ទង់ពាន់គឺលេខ5បន្ទាប់មកយើងមើលក្រោយខ្ទង់ពាន់មួយខ្ទង់ចាមើលក្រោយខ្ទង់ពាន់មួយខ្ទង់
ចឹងយើងឃើញថាលេខហ្នឹងគឺលេខ6បើលេខ6បង្កត់ឡើងបើបង្កត់ឡើងខ្ទង់ពាន់ហ្នឹងគឺឡើងមួយលេខចឹង5ទៅជា6ហើយខាងក្រោយនេះគឺយើងបដូរទៅជា0ទាំងអស់ចឹងទៅជា6000ចឹងតេតងទៅនឹងកំណែលំហាត់នៅក្នុងមេរៀនការបង្កត់ចំនួនត្រឹមខ្ទង់ការបង្កត់ចំនួនដែលមានលេខ4ខ្ទង់ត្រឹមខ្ទង់10ខ្ទង់100និងខ្ទង់ពាន់ចាស់គឺមានប៉ុណ្ណឹងហើយបើចង់បាននៅកំណែវីដេអូបន្តទៀតកុំភ្លេចចុច like និងចុច subscribe ឲ្យអ្នកគ្រូម្នាក់មួយផងចាសសូមអរគុណច្រើននិងសូមជម្រាបលា